ដូនជីពិតជាមិនមែនល្បីតែឈ្មោះមែនអប់រំកូនសិស្សដែលមិនខ្លាចស្លាប់មួយក្រុមនេះសំណាងល្អដែលមិញនេះរៀងទាន់ពេលមិនចឹងខូចខាតទាំងសងខាងជាមិនខាតទេដូនជីតែគួរធ្វើយ៉ាងម៉េចទៅកូនសិស្សរបស់ខ្ញុំពិតជារៀនសូត្រមិនពូកែមែនប៉ុន្តែជ្រើសរើសយកអំពើល្អនិងសច្ចធម៌ដែលអ្នកហាត់ក្បាច់គុណម្នាក់ចង់បានលោកមិនប៉ាអ៊ីងដែលខុសផ្លូវជាមិនផាត់នឹងគេមើលសារនោះទេនៅមិនក្រោកឈរតែខ្លួនឯងទៀតកុំចោលរំខានចាស់ទុំមិនសោះថយចេញទៅលោកមិនប៉ាដឹងថាហេតុអីក៏ខ្ញុំដាក់ឈ្មោះថាមេជាដែរទេមនុស្សដែលសុំសិលម្នាក់ដាក់ឈ្មោះដែលសាហាវយ៉ាងនេះពិតជាធ្វើឲ្យគេងឿងឆ្ងល់ណាស់ខ្ញុំនឹងស្ដាប់តាមនាងនិយាយសម្រាប់ផ្ដាច់ពូនគឺជាពាក្យសន្យារបស់ខ្ញុំចំពោះមនុស្សនៅក្នុងលោកនេះចំពោះបរិស័ទទាំងអស់នេះត្រូវតែសម្រាប់ចាស់ទាំងអស់គ្មានពេលថាត្រាបណ្ដេញទេមន្ត្រីយើងល្អឬអាក្រក់មិនចាំបាច់ឲ្យអ្នកក្រៅវិនិច្ឆ័យទេបើដូនជីមានសមត្ថភាពមែនហេតុអីក៏មិនស៊ើបពីដំណឹងនៅក្នុងអង្គប្រជុំនៅភ្នំហានសាននោះឲ្យច្បាស់ទៅថ្ងៃនេះនាងបញ្ជាកូនសិស្សរបស់នាងមកលួចមើលគេរំខានដល់បាក់យើងនាងធ្វើបែបនេះមានតែចូលការប្រមាថដាក់ខ្លួនមិនអាចមានលទ្ធផលល្អទេខ្ញុំប្រាប់ឲ្យដឹងទៅនាងមានតែអាម៉ាស់តែប៉ុណ្ណោះមើលទៅថ្ងៃនេះសង្គ្រាមរវាងពួកយើងជាមិនផាត់នោះទេអ៊ីងធានចឹងយើងមិនដែលធ្វើបាបមនុស្សស្រីទេខ្ញុំតឲ្យនាង3ក្បាច់ទៅចុះអញ្ជើញផ្នែកឆ្កែមើលមនុស្សទៀតលើកខ្លួនឯងកុំស្ដាយក្រៅអសោះណាដូនជីមេឃីមើលទៅថ្ងៃនេះពិបាកនឹងបែងចែកឈ្នះចាញ់ណានាងយកមនុស្សទៅវិញបានហើយហើយអ្វីក៏មិនបញ្ឈប់ត្រឹមនេះនិយាយនេះក៏ត្រូវដែរតែយើងកុំទៅវិញអាចបៃមិនយ៉ាងអាចធ្វើរឿងថោកទាបបែបនេះបានទៅចាប់យកកូនសិស្សស្រីរបស់គេឃុំនៅក្នុងបនស្រីប្រមាថដល់មនុស្សស្រីមិនមែនជាទង្វើរបស់អ្នកក្លាហានទេពួកគេរំខានខ្ញុំបញ្ឈប់ទេទើបខ្ញុំធ្វើបែបនេះខ្ញុំមិនបានប្រមាថពួកគេដោយពិតប្រាកដនោះទេនេះផ្ដាស់មែនម្ដងនេះនិយាយថាដើម្បីបិទបាំងភ្នែកត្រជារាជការបើកបនស្រីនេះធ្វើជាបក្សសាខាងាយស្រួលប្រមូលយកដំណឹងម្ដងនេះនិយាយថាធ្វើជាការគម្រាមយកបនស្រីធ្វើជាគុកចាប់ពីថ្ងៃនេះទៅរំសាយបនស្រីចោលយើងប្រាប់ឲ្យច្បាស់ដាច់ខាតមិនឲ្យឯងចូលមកកន្លែងបែបនេះសំបីតែមួយជំហានទេអ្នកគ្រូមកកុំតែឆ្នាំនោះគ្រូធ្វើឲ្យបាត់ដើមមេឃីដែលជាគេតំណាងពីដូនតារបស់ប៉ាយើងតាមក្បាច់ដើមរបស់ប៉ាអ៊ីមីការបញ្ជូននៅថ្ងៃនេះប្រកាសជាអាចទម្លាក់វិស័យនោះបានក្បាច់ដើមរបស់អ្នកគ្រូមានតែមួយនៅក្នុងលោកតាមពិតមិនប្រកាសថាត្រូវមានដើមមេឃីទៅអាចបញ្ចេញសារៈប្រយោជន៍បានទេខ្ញុំចេះតែបន្តិចគឺទទួលផលបានច្រើនណាស់ទៅហើយមកកុំតែអញរៀនមិនពូកែថ្ងៃនេះមិនអាចធ្លាក់ទៅក្នុងដៃរបស់បិសាចនោះបានទេសៀវូអញប្រាប់សិស្សច្បងទាំងអស់នោះទេតើក្បាច់គុណរបស់អ៊ីមីយើងថែមទាំងដើមមេឃីទៀតធ្វើយ៉ាងម៉េចទើបអាចបញ្ចេញសារៈប្រយោជន៍ដ៏ធំបំផុតនេះបានទេអ្នកគ្រូតាមប្រតិថ្ងៃនោះខ្ញុំគ្រាន់តែនិយាយលេងតែប៉ុណ្ណោះទេខ្ញុំក៏មិនសូវច្បាស់ពីអាកបាំងនៅក្នុងនោះដែរអញគ្រាន់តែមិនចាំឲ្យសិស្សច្បាំងទាំងអស់ទៅទាល់តែប៉ុណ្ណោះទេរៀនសូត្រគ្មានមុខក្រោយអ្នកដែលសម្រេចផលគឺបានមុនសិស្សប្អូនតូចដូចជាឯងនេះធ្វើតែទៅចូលបាក់ក្រៅគេតែមានការភ្ញាក់រលឹកខ្ពស់ណាស់ពួកឯងប្រហែលអ្នករៀនសូត្រពីគេបានល្អទេបានដែរទេចា